អាគារអាយុជាងមួយសតវត្សក្នុងតំបន់អង្គរត្រូវបានជួសជុលឡើងវិញសម្រាប់វិស័យទេសចរណ៍និងការស្រាវជ្រាវអាគារអាយុកាលជាង100ឆ្នាំនៅផ្នែកពាយ័ព្យប្រាសាទបាយ័នត្រូវបានអាជ្ញាធរជាតិអប្សរាជួសជុលឡើងវិញអាគារនេះជាឃ្លាំងនៃអភិរក្សស្ថានទី1ដែលបានកសាងឡើងតាំងពីសម័យបារាំងនាអំឡុងឆ្នាំ1924សម្រាប់បម្រើឲ្យការងារជួសជុលប្រាសាទបុរាណនានានៅតំបន់អង្គរក្រោយមកមិនអាចទ្រទ្រង់ការងារអភិរក្សដែលមានទំហំធំបានអាគារអភិរក្សស្ថានថ្មីមួយទៀតត្រូវបានសាងសង់ឡើងដែលមានទីតាំងនៅក្នុងភូមិទ្រាំងសង្កាត់ស្លក្រាមក្រុងសៀមរាបទល់មុខវត្តព្រះឥន្ទកោសយៈសពថ្ងៃនេះអាគាររោងអភិរក្សអង្គរទី1ត្រូវបានកែលម្អនិងលើកតម្លៃឡើងវិញដើម្បីឲ្យសាធារណជននិងភ្ញៀវទេសចរបានសិក្សាស្វែងយល់អំពីការងារអភិរក្សនៅសម័យមុនការជួសជុលឡើងវិញនេះជាផ្នែកមួយក្នុងការរៀបចំវងទស្សនាថ្មីបន្ថែមទៀតដើម្បីឲ្យទេសចរអាចទស្សនាគ្រប់ជ្រុងជ្រោយក្នុងអតីតក្រុងអង្គរធំដ៏ល្បីល្បាញក្រៅពីទីតាំងបង្ហាញសម្ភារៈឬការងារអភិរក្សនិងជួសជុលទីនេះក៏នឹងមានការរៀបចំជាសារពិព័រណ៍បង្ហាញភ្ញៀវទេសចរពីប្រាសាទនានាក្នុងតំបន់អតីតក្រុងអង្គរធំនេះផងដែរអគាររោងជាងសម័យបារាំងនេះក៏នឹងក្លាយជាទីតាំងប្រគល់និងទទួលរាល់សម្ភារៈដែលភ្ញៀវទេសចរបាត់ឬភ្លេច Lost and Found នៅតំបន់អង្គរផងដែរ